និយាយចំអតិថិជនទិញនិយាយខុសអតិថិជនឆ្ងល់ហើយប្រហែលជានិយាយអត់ល្អពីយើងទៅទៀតយើងមានសិក្ខាសាលាមួយនិយាយអំពីវិធីសាស្ត្រណែនាំផលិតផលនិងសេវាកម្មឲ្យបានត្រឹមត្រូវហើយនិយាយពាក្យទាំងឡាយណាដែលចាក់ចំបេះដូងអតិថិជនតែម្ដងមែនតើទៅកម្មវិធីសិក្ខាសាលាទាំងមូលយើង transform វាឲ្យទៅជាកម្មវិធីបង្វឹករយៈពេលខ្លីយើងប្រើពេលពេញមួយព្រឹកដោតទៅលើវិធីសាស្ត្រនិយាយអំពីផលិតផលឲ្យបានត្រឹមត្រូវយើង coaching តែម្ដងបានន័យថាបងប្អូនត្រូវត្រៀមអំពីផលិតផលមួយត្រៀមអំពីសេវាកម្មមួយយកមកដាក់នៅក្នុងបន្ទប់បណ្ដុះបណ្ដាលហើយយើងនឹងចាប់ដើមបង្កើតចំណុចសំខាន់មួយចំនួនដើម្បីយកទៅអនុវត្តធ្វើជាអ្នកលក់និងធ្វើជាអ្នកទិញផ្ទាល់នៅក្នុងថ្នាក់រៀនតែម្ដងហើយអ្នកដែលខ្ញុំចង់ឲ្យចូលរួមច្រើនបំផុតមែនតើនេះគឺជាម្ចាស់អាជីវកម្មដោយសារតែខ្ញុំជា coach ខ្ញុំបានធ្វើកិច្ចការជាមួយនឹងម្ចាស់អាជីវកម្មច្រើនហើយខ្ញុំរកឃើញថាគាត់អាចនិយាយពីផលិតផលរបស់គាត់បានល្អប៉ុន្តែនៅពេលដែលឲ្យគាត់ចូលទៅរូបមន្តដើម្បីយកទៅជួយឲ្យ team របស់គាត់ភ្នាក់ងាររបស់គាត់យកទៅប្រើជាមួយអតិថិជនគឺអត់បានល្អទេគាត់ធ្វើខ្លួនឯងបានតែដល់ពេលផ្ទៃឲ្យទៅការងាររបស់គាត់គឺធ្វើអត់កើតអញ្ចឹងយើងចង់ឲ្យគាត់ចូលដើម្បីឲ្យគាត់មានរូបមន្តច្បាស់ហើយអាចយកអ្វីដែលគាត់អាចធ្វើបាននឹងផ្ទេរឲ្យទៅក្រុមការងាររបស់គាត់ប្រកបដោយប្រសិទ្ធភាពទី2យើងចង់ឃើញថ្នាក់ដឹកនាំជាពិសេសប្រធានដែលកាន់ផ្នែកលក់ឲ្យគាត់មកដើម្បីគាត់ដឹងអំពីដំណើរការនៃការនិយាយអំពីផលិតផលឲ្យបានត្រឹមត្រូវដំណើរការនិយាយអំពីសេវាកម្មឲ្យបានត្រឹមត្រូវអញ្ចឹងគាត់ដឹងថាបុគ្គលិកគាត់ខ្វះកន្លែងណាពេលដែលគាត់ចុះទៅធ្វើការផ្ទាល់ជាមួយនឹងក្រុមការងាររបស់គាត់មើលដឹងកន្លែងខុសគាត់មើលដឹងកន្លែងត្រូវបន្ទាប់មកគាត់ត្រូវកែយ៉ាងម៉េចដើម្បីឲ្យ team របស់គាត់នឹងធ្វើការបានល្អខ្ញុំពិតជាចង់ឲ្យគាត់មកដើម្បីឲ្យគាត់បានរូបមន្តយកទៅតម្រៃតម្រង់ team របស់គាត់វិញដើម្បីឲ្យ team របស់គាត់คล้ายទៅជាអ្នកដែលគាត់មានវិជ្ជាជីវៈពិតប្រាកដអ្នកទី3ដែលខ្ញុំចង់ឲ្យមកនោះគឺជាគ្រូបង្វឹកគឺជាអ្នកកាន់ផ្នែកបណ្ដុះបណ្ដាលណាដើម្បីឲ្យគាត់ចេះ transform បទពិសោធន៍ជាក់ស្ដែងបង្កើតទៅជាឧបករណ៍ហើយយកឧបករណ៍នោះទៅបង្វឹកក្រុមការងាររបស់គាត់ឲ្យខ្លាំងវិញជាជាងយើងបង្វឹកគ្រាន់តែជាការនិយាយបែបលើកទឹកចិត្តជាជាងយើងគ្រាន់តែប្រាប់គាត់ថាធ្វើ1 2 3ប៉ុន្តែយើងឆ្នៃបទពិសោធន៍ដែលមានជាក់ស្ដែងហើយបង្កើតទៅជាឧបករណ៍បន្ទាប់មកយកឧបករណ៍ទាំងនោះទៅបណ្ដុះបណ្ដាលទៅបង្វឹកឲ្យក្រុមការងាររបស់យើងឲ្យគាត់ធ្វើការប្រកបដោយមានប្រសិទ្ធភាពមែនតើខ្ញុំពិតជាចង់ឃើញម្ចាស់អាជីវកម្មខ្ញុំចង់ឃើញអ្នកដឹកនាំផ្នែក sale ហើយខ្ញុំចង់ឃើញអ្នកបណ្ដុះបណ្ដាលគាត់អាចមានរូបមន្តមានក្បួននិយាយអំពីផលិតផលនិយាយអំពីសេវាកម្មឲ្យបានល្អដើម្បីចាក់ឲ្យចំបេះដូងអតិថិជនហើយថែមទាំងអាចទេឲ្យទៅភ្នាក់ងាររបស់គាត់យកទៅធ្វើការបានល្អថែមទៀតអញ្ចឹងបើសិនជាបងដែលជាម្ចាស់អាជីវកម្មក៏ដូចជាថ្នាក់ដឹកនាំក៏ដូចជាអ្នកបង្វឹកឬក៏គ្រូបណ្ដុះបណ្ដាលដែលគាត់ចង់បានរូបមន្តចង់បានដំណើរការចង់បានធូនសម្រាប់ផ្ទេរចំណេះដឹងផ្ទេរជំនាញខ្លួនឯងឲ្យទៅក្រុមការងារបានល្អកុំភ្លេចជួបជាមួយខ្ញុំនៅថ្ងៃទី12ខែកក្កដាឆ្នាំ2025ខាងមុខនៅ CKCC